សោកនាដកម្មមួយប្រព្រឹត្តភ្នែកស្លាប់ក្មេងៗ3នាក់ដោយសារអគិភ័យឆេះផ្ទះនៅខេត្តព្រះសីហនុក្មេងប្រុសស្រី3នាក់បានស្លាប់នៅក្នុងភ្នក់ភ្លើងនិងទ្រព្យសម្បត្តិផ្ទះសម្បែង2ខ្នងត្រូវភ្លើងឆេះបំផ្លាញអស់ទាំងស្រុងគិតជាប្រាក់រាប់សែនដុល្លារដោយសារតែការធ្វើប្រហែសតែមួយប្រព្រឹត្តភ្នែកបណ្ដាលមកពីការចូលលួចបូមប្រេងលក់ពីឡានដឹកសាំងគ្រោះសោកនាដកម្មនេះបានកើតឡើងកាលពីយប់ថ្ងៃទី7ខែឧសភានៅផ្ទះលក់ប្រេងនិងលក់ចាប់ហួយតាមបណ្ដោយផ្លូវជាតិលេខ3ស្ថិតនៅក្នុងភូមិព្រែកប្រោះឃុំទឹកថ្លាស្រុកព្រៃនប់ខេត្តព្រះសីហនុសមត្ថកិច្ចបានឲ្យដឹងថានៅមុនពេលកើតហេតុមានរថយន្តដឹកប្រេងចំនួន 36,000 លីត្រជារបស់ក្រុមហ៊ុន Clean Energy ត្រូវគេចូលលួចបូមសាំងលក់ឲ្យផ្ទះកើតហេតុខាងលើកូនប្រុសម្ចាស់ផ្ទះដែលនៅរស់បានឲ្យដឹងថាខ្លួនបានបូមប្រេងពីឡានបានចំនួន2ប៊ីដុងក៏លើកយកមកទុកក្នុងផ្ទះរួចបានបន្តបង្ហូរសាំងបន្ថែមទៀតចូលប៊ីដុងទី3ទើបតែបង្ហូរបានកន្លះប៊ីដុងពេលនោះម្ដាយរបស់គាត់កំពុងអាំងងាវនៅពីមុខផ្ទះចៃដន្យអាក្រក់ស្រាប់តែឆាប់ឆេះជាអគ្គិភ័យកើតឡើងយ៉ាងឆាប់រហ័សពេញបន្ទប់តែម្ដងអូនស្រីម្ចាស់ផ្ទះនៅជិតនោះបានរត់ចូលទៅក្នុងផ្ទះជួយសង្គ្រោះបងប្អូនដែលកំពុងដេកលង់លក់តែអណ្ដាតភ្លើងឆាប់ឆេះយ៉ាងលឿនបណ្ដាលឲ្យស្លាប់ទាំង3នាក់បងប្អូនតែម្ដងជួនរកគូទី1ជាក្មេងស្រីអាយុ15ឆ្នាំទី2ក្មេងប្រុសអាយុ18ឆ្នាំនិងទី3ក្មេងប្រុសអាយុ13ឆ្នាំអ្នកទាំង3ជាបងប្អូនបង្កើតនឹងគ្នាចំណែកម្ដាយឪពុកបានត្រឹមតែរត់ចេញមកខាងក្រៅស្រែកទ្រហោយំបោកខ្លួនសម្លឹងមើលសពកូនតែប៉ុណ្ណោះអណ្ដាតភ្លើងបានឆេះបំផ្លាញអស់ផ្ទះ2ខ្នងរថយន្តដឹកប្រេង1គ្រឿងម៉ូតូ5គ្រឿងនិងទ្រព្យសម្បត្តិគិតជាប្រាក់ប្រមាណជាង $10,000 ចំណែកអ្នកបើកបររថយន្តដឹកប្រេងបានរត់គេចខ្លួនបាត់ស្រមោលក្រោយកើតហេតុ